កងទ័ពថៃយកករណីជនជាតិចិនដើរជន់មីននៅព្រំដែនមកចោទថាដោយសារកម្ពុជាបន្តដាក់មីន កងទ័ពថៃបញ្ជាក់ថាបរិសុទ្ធជនជាតិចិនម្នាក់បានរងរបួសបន្ទាប់ពីដើរជន់មីនពេលឆ្លងចូលទៅក្នុងប្រទេសថៃហេតុការណ៍នេះកងទ័ពថៃបានចង្អុលដាក់កម្ពុជាថាបានបន្តប្រើប្រាស់មីននៅតាមបណ្ដោយព្រំដែនដែលបង្កគ្រោះថ្នាក់ដល់យោធានិងជនស៊ីវិលលោកវិនថៃសុវរីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានចោទថាការប្រើប្រាស់មីនដោយកងកម្លាំងកម្ពុជាតាមបណ្ដោយព្រំដែនគឺជាបញ្ហាដែលកើតឡើងម្ដងហើយម្ដងទៀតដោយសារមីនត្រូវបានដាក់ជាយុទ្ធសាស្ត្រដើម្បីរារាំងប្រតិបត្តិការយោធាថៃនិងធ្វើឲ្យជនស៊ីវិលគ្រោះថ្នាក់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃដដែលបានបញ្ជាក់ថាទីតាំងដែលជនជាតិចិនជន់មីនគឺស្ថិតនៅក្នុងតំបន់ប្រតិបត្តិការរបស់ថៃនិងមានចម្ងាយប្រហែល90ម៉ែត្រពីផ្លូវស្រីប៉ែនជាតំបន់ដែលពីមុនត្រូវបានកំណត់ថាជាដីដែលមានមីនច្រើនលោកវិនថៃសុវរីបានឲ្យដឹងថាបរិសុទ្ធជនជាតិចិនខាងលើអាចជាប់ទាក់ទងទៅនឹងបណ្ដាញឆបោកតាមអ៊ីនធឺណិតដោយសារលោកសង្កេតឃើញថាមានការឆ្លងចូលដោយខុសច្បាប់បែបនេះត្រូវបានរាយការណ៍ជាច្រើនករណីមកហើយយ៉ាងណាហេតុការណ៍ខាងលើយោធាថៃកំពុងតែស៊ើបអង្កេតនិងផ្ទៀងផ្ទាត់ដើម្បីកំណត់ថាតើមីននោះចាស់ឬក៏ជាមីនថ្មីនៅព្រឹកថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025កងយុទ្ធភូមិភាគទី1ថៃបានរាយការណ៍ថាមានបរិសុទ្ធជនជាតិចិនអាយុ26ឆ្នាំមកពីខេត្តយូណានប្រទេសចិនរងរបួសដោយសារដើរជន់មីនបន្ទាប់ពីឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសថៃនៅជិតភូមិបានដងច័ន្ទស្រុកខុកសុងខេត្តស្រះកែវបច្ចុប្បន្នបរិសុទ្ធជនជាតិចិនរូបនោះកំពុងតែទទួលបានការសម្រាប់ព្យាបាលនៅមន្ទីរពេទ្យខុកសុងហើយប៉ុស្តិ៍នគរបាលស្រុកខុកសុងជាអ្នកសម្របសម្រួលបឋមនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវកំពុងតែស៊ើបអង្កេតចំពោះហេតុការណ៍នេះហើយគេជឿថាពាក់ព័ន្ធជាមួយនឹងការឆ្លងដែនខុសច្បាប់នេះជាករណីដើរជន់មីនចុងក្រោយគេបង្អស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលថៃតែងតែដាក់ការចោទប្រកាន់មកលើកម្ពុជានៅរយៈពេលប្រមាណខែចុងក្រោយនេះមានទាហានថៃជាច្រើនអ្នកបានរងរបួសដោយសារគ្រាប់មីនពេលដើរល្បាតតាមបណ្ដោយព្រំដែនកម្ពុជាថៃជាក់ស្ដែងនៅថ្ងៃទី16ខែកក្កដាទាហានថៃ3នាក់រងរបួសម្នាក់បាត់បង់ជើងនៅក្នុងខេត្តឧបលរដ្ឋឆាធានីថ្ងៃទី9ខែសីហាទាហានចំនួន3នាក់ផ្សេងទៀតរងរបួសនៅខេត្តស៊ីសាកេតក្រោយមកនៅថ្ងៃទី12ខែសីហាទាហានម្នាក់បានដើរជន់មីននៅជិតប្រាសាទតាម៉ុនធំក្រោយមកនៅថ្ងៃទី27សីហាទាហានម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរនិងបាត់ជើងខាងស្ដាំនៅក្នុងឧบัติហេតុជន់មីននៅជិតប្រាសាទតាក្របីកន្លងមកជារឿយៗកងទ័ពថៃបានចោទប្រកាន់កម្ពុជាថាដាំមីនថ្មីបើទោះបីជាកម្ពុជាបដិសេធនិងបង្ហាញជំហរគោរពតាមច្បាប់អន្តរជាតិក៏ដោយអាជ្ញាធរមានកម្ពុជាបានច្រានចោលចំពោះការចោទប្រកាន់របស់ថៃនិងសារព័ត៌មានថៃដោយអះអាងថាការផ្សព្វផ្សាយនោះគ្មានរបាយការណ៍ស៊ើបអង្កេតផ្លូវការមិនមានការផ្ទៀងផ្ទាត់រួមគ្នានិងគ្មានការពិគ្រោះយោបល់តាមយន្តការទ្វេភាគីរាល់ការចោទប្រកាន់របស់ថៃថាកម្ពុជាដាក់មីនប៉ុន្តែកម្ពុជាមិនទាន់ទទួលបានរបាយការណ៍ផ្លូវការណាមួយតាមរយៈបណ្ដាញផ្លូវការនោះទេពលការចោទប្រកាន់មានតែពាក្យសម្ដីនិងការផ្សព្វផ្សាយប៉ុណ្ណោះ